ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកជម្រាបជូនអំពីអត្ថប្រយោជន៍មើមខ្ញីលក្ខណៈរូបរាងរបស់មើមខ្ញីសម្បកខាងក្រៅមានសម្បកស្តើងពណ៌ត្នោតខ្ចីឬពណ៌លឿងស្រអាប់មានលក្ខណៈជាផ្ទាំងនិងបែកមែកខាងក្នុងមានពណ៌លឿងខ្ចីមាសសរសៃល្អិតនិងមានទឹកជ័រតិចក្លិននិងរសជាតិមានក្លិនប្រហើរឈ្ងុយប្លែកពីគេនិងមានរសជាតិហឹរក្តៅអត្ថប្រយោជន៍ចម្បងនៃមើមខ្ញីមើមខ្ញីត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយទាំងក្នុងវិស័យម្ហូបអាហារនិងឱសថបុរាណ1ក្នុងផ្ទះបាយប្រើសម្រាប់បំបត្តិក្លិនឆ្អាបសាច់ដូចជាសាច់ទាសាច់ត្រីធ្វើជាគ្រឿងផ្សំក្នុងមុខម្ហូបឆាខ្ញីឬធ្វើជាទឹកជ្រលក់ទឹកត្រីជូរអែមបុកខ្ញី2សុខភាពជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារកាត់បន្ថយការហើមពោះនិងភើជួយបំបត្តិការចង្អោរក្អួតជាកាត់បន្ថយរលាកនិងសម្រួលដល់អាការៈផ្តាសាយតែខ្ញីក្តៅអ៊ុន